ធ្លាប់តែចំអិនម្ហូបខ្មែរបងប្អូនថ្ងៃនេះសាកមកធ្វើស្តេកបែបអាហារបរទេសម្ដងមើលមិនដែរបងប្អូនណានិយាយពីថាតំណងរបស់គេមែនទែនចំពោះមួយមុខនេះបើសិនជាបងប្អូននៅតាមផ្ទះបងប្អូនចង់ចំអិនញ៉ាំបែបលក្ខណៈគ្រួសារបងប្អូនអាចមើលវីដេអូខ្ញុំបានណាងាយស្រួលនៅក្នុងការចំអិនអត់ពិបាកទេងាយមែនទែនបងប្អូនថ្ងៃនេះខ្ញុំនឹងមកធ្វើស្តេកសាច់គោហើយស្តេកសាច់គោអីដែលសំខាន់បងប្អូនត្រូវរើសសាច់គោបែបណាយកមកធ្វើស្តេកឲ្យមានរសជាតិឆ្ងាញ់ហើយមួយទៀតយើងធ្វើទឹកសោសបែបណាឲ្យត្រូវជាមួយនឹងស្តេកហើយអីដែលសំខាន់នោះបងប្អូនគឺយើងត្រូវប្រើជាមួយនឹងគ្រឿងផ្សំបែបណាដែលមានរសជាតិឆ្ងាញ់អញ្ចឹងសម្រាប់ការចម្អិនស្តេករបស់ខ្ញុំថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងម្សៅស៊ុបខ្នុរកញ្ចប់ថ្មីដែលមានរសជាតិឆ្ងាញ់ដដែលជាផលិតផលរបស់ប្រទេសហ្វីលីពីនអញ្ចឹងបងប្អូនយើងទៅមើលពីរបៀបចម្អិនស្តេករបស់ខ្ញុំទាំងអស់គ្នាហើយចំពោះបន្លែថ្ងៃនេះវិញខ្ញុំប្រើជាមួយនឹងត្រពាំងបារាំងយើងមានប្រូកូលីបន្តិចទៅខ្ញុំដាក់ពីប៉ោះតូចៗនេះបន្តិចទេបងប្អូន1 2អញ្ចឹងគ្រាន់ញ៉ាំជាមួយអញ្ចឹងទៅហើយយើងមានម្រេចខ្ចីខ្វះអត់បាននៅរ៉ូសម៉ារីអានេះដើមរៀងអត់សូវស្អាតទេដោយសារអីខ្ញុំដាំទៅយូរទៅវារឹងខ្ញុំដាំនៅមុខផ្ទះអញ្ចឹងហើយឥឡូវតោះយើងទៅធ្វើជាមួយខ្ញុំចំពោះត្រពាំងបារាំងវិញខ្ញុំកាត់យកវាយហ្នឹងមកហើយយើងយកទុកដាក់ជាមួយនឹងស្តេកសាច់គោយើងឥឡូវនេះយើងមកចាប់ផ្ដើមប្រឡាក់សាច់គោយើងតែប្រឡាក់សាច់គោខ្ញុំរោយជាមួយម្រេចចេះតិចសិនមករួចហើយយើងបន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរកញ្ចប់ថ្មីនេះបងប្អូនដាក់រោយបន្តិចមកតាមធម្មតាបងប្អូនរោយអំបិលមិនអត់ប៉ុន្តែបើសិនជាបងប្អូនរោយជាមួយនឹងម្សៅស៊ុបខ្នុរកញ្ចប់ថ្មីនេះរសជាតិកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនចាប់ផ្ដើមរោយណារួចហើយយើងទះតិចបាសាតិចចឹងមករួចហើយយើងត្រឡប់ទៅមួយជារៀងទៀតយើងធ្វើដូចគ្នាជាមួយនឹងម្ខាងទៀតដែរបងប្អូនរបៀបធ្វើស្តេកបែបងាយស្រួលបងប្អូនអត់ពិបាកទេអញ្ចឹងបងប្អូនអាចមើលហើយធ្វើតាមនឹងបានតពីរោយម្រេចហើយយើងក៏បន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរម្ដងទៀតតែប៉ុណ្ណឹងមករួចរាល់បងប្អូនអញ្ចឹងហើយយើងចាប់ផ្ដើមចម្អិនហើយរបៀបចម្អិនស្តេកវិញយើងអាចនឹងប្រើភ្លើងរៀងក្តៅតិចដែរដោយសារអីយើងអត់អាចចម្អិនចៀនឲ្យយូរបានទេដោយសារចៀនយូរឆ្អិនដល់ខាងក្នុងពេកធ្វើឲ្យខ្សោះបាត់រសជាតិសាច់ណាចឹងហើយយើងឲ្យខ្ទះក្តៅបន្តិចសិនមកចាំយើងបន្ថែមជាមួយនឹងអូលីវយើងដាក់អូលីវចូលបន្តិចសិនមករួចហើយយើងបន្ថែមជាមួយនឹងត្រពាំងបារាំងយើងដាក់ចឹងមកយើងចៀនត្រពាំងបារាំងចឹងបន្តិចសិនមកខ្ទឹមសហើយម្រេចយើងដាក់បន្តិចចឹងសិនមកពេញប៉ោះយើងបន្ថែមនៅពេលតិចទៀតបងប្អូនចៀនបន្តិចសិនមកឥឡូវនេះយើងចាប់ផ្ដើមដាក់សាច់យើងចូលហើយពេលយើងដាក់សាច់ចូលហើយបងប្អូនអាចបន្ថែមជាមួយនឹងប៊ឺតិចទៅឲ្យមានក្លិនកាន់តែឈ្ងុយយើងថែមប៊ឺតិចមកចំពោះភ្លើងយើងប្រើមកល្មមកុំខ្លាំងពេកបងប្អូនមកល្មមកឥឡូវនេះខ្ញុំបន្ថែមមួយពេញប៉ោះហ្នឹងដាក់គ្រឿងជឿនហ្នឹងមកទុកក្រំញ៉ាំរួចឲ្យបងប្អូនធ្វើឲ្យក្លិនស្តេកយើងកាន់តែឈ្ងុយយើងបន្ថែមជាមួយរ៉ូសម៉ារីយើងមកហើយសម្រាប់ត្រពាំងបារាំងខ្ញុំវិញខ្ញុំអត់ទុកឲ្យឆ្អិនជ្រុលទេណាបងប្អូនខ្ញុំទុកតែមកល្មមខ្ញុំលើកចេញដោយសារចង់ឲ្យនៅរសជាតិមកល្មមកុំឲ្យឆ្អិនពេកយើងលើកចេញសិនមកបងប្អូនលើស្តេកខ្ញុំឆ្អិនហើយយើងយកប៉ុណ្ណឹងមកខ្ញុំអត់យកឆ្អិនក្នុងពេកដោយសារខ្ញុំចូលចិត្តបែបខាងក្នុងនៅមានឈាមតិចអញ្ចឹងយើងយកប៉ុណ្ណឹងមកឥឡូវយើងលើកទុកសិនបងប្អូនឥឡូវយើងមកធ្វើសោសនេះចំពោះសោសវិញអត់ពិបាកនៅក្នុងការធ្វើទេបងប្អូនណាដាក់ខ្ទះឲ្យរៀងក្តៅតិចមករួចហើយយើងដាក់ប្រេងអូលីវចូលបន្តិចមករួចហើយយើងដាក់ខ្ទឹមក្រហមឆាឲ្យឡើងក្លិនឈ្ងុយតិចសិនខ្ញុំបន្ថែមជាមួយស្លឹកប៊ីលីសតិចដែរបងប្អូនអាចបន្ថែមណារួចហើយយើងបន្ថែមជាមួយនឹងស្រាក្រហមបងប្អូនមានដាក់មកយើងឆាចឹងមកបងប្អូននៅពេលដែលក្លិនស្រានឹងរៀងអត់ទៅឈួលខ្លាំងហើយចាំយើងបន្ថែមជាមួយនឹងទឹក
តមកទៀតយើងថែមជាមួយនឹងម្រេចបងប្អូនយើងដាក់ម្រេចចូលមកហើយអ្វីដែលខ្វះបានគឺម្សៅស៊ុបខ្នុរកញ្ចប់ថ្មីបងប្អូនយើងថែមមកបងប្អូនអាចថាលួចស្ករតិចមកដោយសារអីយើងញ៉ាំបែបខ្មែរថែមស្ករអញ្ចឹងមកបងប្អូនយករសជាតិបែបស្រាលឡំមែនទែនបន្តមកទៀតមកចុងក្រោយគេបងប្អូនយើងបន្ថែមជាមួយនឹងគ្រីមតែប៉ុណ្ណឹងមករួចរាល់ហើយបងប្អូនទឹកសោសស្តេករបស់យើងគឺថាតំណងមែនទែនចឹងរួចរាល់ហើយ steak របស់ខ្ញុំតំណងមែនទែនល្ងាចឡើងបងប្អូនហើយតនេអត់ដឹងធ្វើអីញ៉ាំណាដាក់មកគ្នាពីរនាក់អីក៏បានម្នាក់ឯងក៏បានដែរជាមួយនឹងស្រាក្រហមតិចចេះមកបងប្អូនហើយតំណងណាមេឃតិចដូចរងថ្ងៃផងត្រូវបងប្អូនអញ្ចឹងរបៀបធ្វើ steak របស់ខ្ញុំគឺងាយស្រួលទេបងប្អូនមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ